ខ្ញុំបាទសូមអនុញ្ញាតគោរពនិងជម្រាបសួរម៉ែឪបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ដំណើររាត្រីថ្ងៃនេះដែរខ្ញុំបាទមានសាច់រឿងមួយដែលទាក់ទងទៅការនឹងលងបន្លាចហើយនេះក៏ជាវីដេអូទី1ដែរដែលខ្ញុំបាទបាននិយាយអញ្ចឹងបើមានពីពេចន៍អីខុសអីខុសឆ្គងក៏សូមមេត្តាខន្តីអភ័យទោសហើយមុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំបាទសូមនិយាយបន្តិចដែលទាក់ទងទៅនឹងការពហិការបងប្អូនណាដែលពហិការបានក៏ពហិការទៅដែលបងប្អូនណាដែលពហិការមិនទាន់បានសូមបញ្ឈប់រាល់ការប្រើលទ្ធផលរបស់សៀមបាទសូមយើងដឹងស្រាប់ហើយយើងឃើញស្រាប់ថាពួកសៀមវាធ្វើអីដាក់យើងខ្លះវាឈ្លានពានយើងឥឡូវឈ្លានពានហើយវាមកលួចទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរយើងបាទហើយនឹងវាថែមទាំងកលៃការពិតណាអញ្ចឹងសូមបងប្អូនពហិការជប់ប្រើរបស់សៀមទាំងអស់គ្នាបាទឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាដែលសាច់រឿងនេះកើតឡើងក្នុងឆ្នាំ2002ដែលកើតទៅលើគ្រួសារតូចមួយដែលមីងម្នាក់ហ្នឹងគាត់មានឈ្មោះថាមីងសានដែលមានប្តីគាត់ឈ្មោះថាពូចឹកហើយគាត់ក៏មានកូនប្រុសស្រី2នាក់ដែរប៉ុន្តែកាលចំនួននោះគាត់កូនគាត់គឺនៅតូចៗទេហើយមីងសាននិងពូចឹកមានមុខរបរជាអ្នកនេសាទបាទមានមុខរបរជាអ្នកនេសាទហើយឲ្យតែតំបន់ខែទឹកឡើងគាត់តែងតែទៅនេសាទត្រីហើយទម្លាប់អាក្រក់របស់គ្រួសារគាត់មួយទៀតនោះគឺគាត់ទម្លាប់ចូលចិត្តហូបស្រាទាំងពូចឹកទាំងមីសានហ្នឹងណាមិនមែនថាមិនមែនថាតែពូចឹកទេមីសានក៏គាត់ហូបស្រាដែរហើយប្តីតែគាត់ទៅដល់កន្លែងណាប្រពន្ធគាត់ទៅដល់កន្លែងហ្នឹងទៅហូបស្រាទៅជុំគ្នាអញ្ចឹងណាហើយម្យ៉ាងទៀតមីងសានគាត់លើសពូចឹកត្រង់ថាមីងសានគាត់ជាអ្នកលេងល្បែងដែរឲ្យតែបានលុយពីការលក់ត្រីលក់អីមកមីងសានតែយកលុយទាំងអស់ហ្នឹងទៅលេងល្បែងរីឯពូចឹកគាត់មិនលេងល្បែងទេប៉ុន្តែគាត់ផឹកស្រាចូលចិត្តរករឿងប្រពន្ធរករឿងអីរករឿងកូនហ្នឹងទៅតែមីងសានដឹងស្រាប់ហើយគាត់ជាអ្នកលេងល្បែងផងអ្នកផឹកស្រាផងដល់ពេលអញ្ចឹងទៅគាត់នឹងលេងល្បែងចាញ់មកដល់ផ្ទះជេរកូនជេរប្តីនិយាយថាកូនគាត់នឹងមិនដែលថាមានក្តីសុខក្នុងគ្រួសារមិនទេដោយសារតែឪពុកគាត់ជាអ្នកប្រមឹកហើយម្ដាយជាអ្នកប្រមឹកហើយជាអ្នកលេងល្បែងទៀតអញ្ចឹងកូនគាត់នៅគ្មានសុខទេហើយកំឡុងពេលក្នុងឆ្នាំល្បាក់2006ក៏ជួបហេតុការណ៍មួយកើតឡើងលើគ្រួសាររបស់ពួកគាត់ទាំងពីរនាក់ណាដែលហេតុការណ៍នោះគឺកំឡុងពេលដែលមីងសានគាត់ហូបស្រាហ្នឹងគាត់ឈឺដល់ពេលឈឺអញ្ចឹងគាត់ដឹងស្រាប់ហើយបងប្អូនគាត់ហូបស្រាតាំងពីណាពីណីមកដល់ពេលដល់ក្នុងឆ្នាំ2000 2002ហ្នឹង2006សុំទោស2006ហ្នឹងគាត់ក៏លាក់ខ្លួនឈឺសម្រានកន្ទេលណាដល់ពេលសម្រានកន្ទេលចឹងទៅមានតែពូចឹកមួយទេដែលជាអ្នកទៅរកត្រីរកអីហ្នឹងទៅប៉ុន្តែបញ្ជាក់បន្តិចបងប្អូនរកត្រីរកបានតែខែទឹកឡើងឬក៏ខែទឹកស្រកអីចឹងណាដល់ពេលខែស្រុកគាត់ជាស្រុកចំការដល់ពេលខែខុសពីខែទឹកគាត់អត់មានធ្វើអីទេពូចឹកហ្នឹងគាត់ដើរស៊ីឈ្នួលគេបន្តិចបន្តួចដើម្បីមកផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងផ្ទះជួនណាទៅគាត់អាលុយដែលគាត់រកបានហ្នឹងគាត់យកមកទិញស្រាផឹកខ្លួនឯងចឹងគាត់មិនបានយកផ្គត់ផ្គង់ឲ្យមីងសានឬក៏កូនរបស់គាត់ទេហើយមិនយូរប៉ុន្មានមីងសានគាត់លាក់ខ្លួនឈឺធ្ងន់ដល់ពេលលាក់ខ្លួនឈឺធ្ងន់អត់មានលុយហ្នឹងដែលត្រូវផ្គត់ផ្គង់ចំណាយមើលជំងឺមើលអីទេលុយហ្នឹងគឺពូចឹករកមកបានតិចតួចគាត់ហូបស្រាផងអីផងជាហេតុនាំឲ្យមីងសានគាត់ធ្លាក់ខ្លួនឈឺរហូតដល់ឆ្នាំ2006ហ្នឹងបានគាត់ស្លាប់ទៅបាទហើយស្លាប់ទៅគាត់ស្លាប់ហ្នឹងគាត់ក៏គ្មានលុយគ្មានកាក់សម្រាប់ធ្វើបុណ្យដែរដែលលុយកាក់ធ្វើបុណ្យនេះគឺបាន
អ្នកភូមិជិតខាងជាមួយឬក៏ភ្លេចបញ្ជាក់បងប្អូនបន្តិចគាត់គ្មានបងប្អូនទេគាត់ជាអ្នកចំណាកស្រុកមកពីឆ្ងាយអញ្ចឹងបន្ទាប់មកគាត់ក៏ស្លាប់ហ្នឹងទៅបានអ្នកភូមិអ្នកស្រុកហ្នឹងគេរៃលុយគ្នាម្នាក់បន្តិចទៅក៏បានធ្វើបុណ្យហើយធ្វើបុណ្យហ្នឹងគឺមិនធ្វើធំដុំទេធ្វើបុណ្យហ្នឹងគ្រាន់តែនេះហ្នឹងគ្រាន់តែយកនិមន្តលោកសុំទោសទៅនិមន្តលោកយកមកសូត្រមន្តឲ្យគាត់បង្សុកូលឲ្យគាត់អញ្ចឹងទៅរួចហើយក៏យកមីងសាហ្នឹងទៅបាទទៅបូជាប៉ុន្តែមុននឹងដល់កន្លែងបូជានោះនិយាយរួមទៅខាងស្រុកភូមិគាត់ហ្នឹងគាត់ជាអ្នកស្រុកចំការហើយត្រូវចំនួននោះមាននេះហើយបងប្អូនមានគេបូជាដើមចេកទេដោយសារតែគាត់អត់មានលុយអត់មានកាក់អញ្ចឹងណាហើយដីធ្លីគាត់ក៏អត់មានដែរដល់ពេលអញ្ចឹងគេបូជាគាត់នៅនេះនៅខាងហ្នឹងគេមានទំនប់មួយគេហៅមានទំនប់តូចទំនប់ធំអញ្ចឹងដល់ពេលហើយក៏នៅទំនប់តូចហ្នឹងមានទួលមួយសម្រាប់បូជាសពដែលនៅជាប់ទំនប់តភ្ជាប់មួយទំនប់ហ្មងដល់ពេលអញ្ចឹងក៏យកមីងសាហ្នឹងទៅបូជានៅកន្លែងហ្នឹងសម្រាប់បងប្អូនណាដែលមានគ្រួសារគាត់មានលទ្ធភាពមានអីចឹងទៅគាត់បូជាដើមចេកដែរប៉ុន្តែគាត់បូជានៅដីឡូតិរបស់គាត់ព្រោះឯសារចំនួនហ្នឹងអត់ទាន់មានមេនអត់ទាន់មានឡអញ្ចឹងកាលនោះអត់ទាន់មានទេនៅស្រុកភូមិគាត់ហ្នឹងហើយម្យ៉ាងទៀតដល់ពេលគាត់ខ្វះខាតអញ្ចឹងទៅអ្នកស្រុកអ្នកភូមិហ្នឹងនិមន្តលោកមកហើយបង្សុកូលបង្អីគាត់ហើយក៏យកគាត់ហ្នឹងទៅបូជានៅទីទួលដែលនៅជាប់នឹងទំនប់តូចហ្នឹងប៉ុន្តែចៃដន្យអីអាពេលគាត់ស្លាប់ខែភាសាដែរបងប្អូនចៃដន្យអីពេលដែលគាត់ហែយកទៅដល់ទំនប់តូចហើយហែពីផ្ទះរបស់គាត់ហ្នឹងហែពីហ្នឹងទៅដល់ទំនប់តូចហ្នឹងស្រាប់តែមេឃហ្នឹងក៏ធ្លាក់ភ្លៀងហើយធ្លាក់ភ្លៀងហ្នឹងមិនធ្លាក់តិចទេបងប្អូនណាធ្លាក់ខ្លាំងភ្លៀងខ្លាំងមកដូចភ្លៀងខឹងពីណាពីណីមកអញ្ចឹងធ្វើឲ្យការហែសពហ្នឹងរៀបដែលដាក់សពចូលទៅក្នុងថាបងប្អូនដឹងហៅអីខាងហ្នឹងនិយាយទៅចូលដើមចេកហ្នឹងដែលបូជាដើមចេកហ្នឹងបងប្អូនគេដាក់ដើមចេកជា4ជាចតុកោណកែគេដាក់ក្តាមមឈូសចូលក្តាមមឈូសសពចូលអញ្ចឹងណាដាក់ចូលហើយភ្លៀងខ្លាំងរៀបបូជាហើយលោកឆាកលោកអីហើយអស់ភ្លៀងខ្លាំងពេកបូជាមិនកើតទៅពេលអញ្ចឹងមិនដឹងថាជំនាន់នោះគេមិនអីមិនទេប៉ុន្តែក៏ឃើញថាពេលភ្លៀងខ្លាំងអញ្ចឹងសពបូជាក៏មិនកើតអញ្ចឹងអត់មានឋានៈសពតាណាទេសពនឹងនៅទីនេះហើយក៏យកអីមកក្រោបដែរយកលើថាដូចមានគម្របមឈូសអញ្ចឹងបងប្អូនប៉ុន្តែគម្របមឈូសមិនស្អាតបាតដូចបងប្អូនដែលមានលទ្ធភាពទេគឺកាលនោះដូចជាកងផ្លាកកេរដែលសល់ពីធ្វើក្តាមមឈូសគាត់ហ្នឹងក៏យកមកក្រោបហើយក៏នាំគ្នាភ្លៀងខ្លាំងពេកនៅធ្វើអត់កើតក៏នាំគ្នាទាំងតាអាចារ្យទាំងអីទាំងព្រះសង្ឃទាំងអីហ្នឹងក៏នេះព្រះសង្ឃក៏និមន្តទៅវត្តហើយតាអាចារ្យក៏មកផ្ទះបន់ផ្ទះអីចឹងទៅបងប្អូនសពអីចឹងអូសំទោសត្រង់នេះខ្ញុំនិយាយខុសគាត់អត់មានបងប្អូនទេប្តីគាត់និងកូនគាត់មកដល់ហើយមកដល់ផ្ទះស្រាប់តែយប់ហ្នឹងមិនដឹងជាមេឃយ៉ាងម៉េចបានជាភ្លៀងខ្លាំងទៅខ្លាំងរហូតដល់លិចផ្លូវហ៎បងប្អូនប៉ុន្តែបញ្ជាក់បន្តិចកន្លែងទួលដែលមីងសានគាត់ស្លាប់ហ្នឹងតែកន្លែងទួលដែលគាត់បូជាហ្នឹងគាត់លិចទេដោយសារគាត់កន្លែងហ្នឹងទំនប់តូចហើយមានទួលជាប់ហ្នឹងទៀតព្រោះចឹងអត់មានលិចទឹកអត់មានអីទេប៉ុន្តែផ្លូវដែលហែសពគាត់ទៅហ្នឹងគឺលិចទឹកអស់ហើយចៃដន្យអីមកផ្ទះអស់ហើយល្បាក់ខ្ទង់យប់មើលគ្នាលែងស្គាល់ទេមិនដឹងម៉ោងប៉ុន្មានទេក៏មានផ្គរលាន់ខ្លាំងមួយផ្គរលាន់នោះបាញ់ណាលាន់សន្លេងបាញ់ដល់ពេលទៅហើយអូនិយាយដល់ត្រង់នេះគឺព្រឺសបល់
ទៅពេលបាញ់ហើយបាញ់ពីរបីគ្រាប់ប៉ុន្តែមិនមែនបាញ់ដរិចយកហ្មងទេគឺបាញ់ហើយបើទុះបាញ់មួយទៀតមិនទុះបាញ់មួយទៀតចឹងណាដល់ពេលអញ្ចឹងទៅគោមេឃហ្នឹងរៀងនេះរៀងថាបង្អង់អញ្ចឹងណារៀងបង្អង់ភ្លៀងរហូតដល់ឈប់ភ្លៀងទៅរាំងទៅមិនដឹងថាម៉ោងប៉ុន្មានទេដល់ពេលអញ្ចឹងយើងកាត់មកដល់ព្រឹកឡើងតាអាចារ្យជាមួយនឹងដែលយើងថាភ្លុកណាជាមួយនឹងប្តីរបស់គាត់ហ្នឹងក៏ទៅកន្លែងទួលហ្នឹងទួលឲ្យបូជាមីសាហ្នឹងប៉ុន្តែអត់បូជាស្រាប់តែទៅបងប្អូនហើយគឺរន្ទះបាញ់យប់មិញហ្នឹងគឺបាញ់សពមីសាហ្នឹងឯងបាញ់សពគាត់បាញ់ហើយយើងនិយាយពីដើមចេកដែលយើងនេះហ្នឹងដែលយើងរៀបសម្រាប់បូជាគាត់ហ្នឹងគឺបែកខ្សាច់ទីអស់ហ្មងប៉ុន្តែបញ្ជាក់តិចសពគាត់ពេលស្លាប់ធម្មតាមនុស្សស្លាប់បងប្អូនសពគឺស្លេកទៅអត់ប៉ុន្តែមិនមែនទេដល់ពេលដែលនេះហ្នឹងពេលដែលរន្ទះបាញ់សពគាត់គឺខ្មៅរោលហ្មងខ្មៅហើយនេះទៀតទាំងមកឈូសទាំងដើមចេកទាំងអីឈើអស់ដែលយើងត្រូវបូជាគាត់គឺបែកខ្សាច់ទីអស់គឺរន្ទះបាញ់ហ្នឹងមិនដឹងជាបាញ់មួយគ្រាប់ឬក៏បាញ់យ៉ាងណាទាំង3ទេប៉ុន្តែដឹងត្រឹមថាពេលដែលព្រឹកឡើងតាអាចារ្យគាត់ទៅហ្នឹងគឺបាញ់បែកខ្សាច់ដើមចេកអស់ហើយនឹងក្តាមមឈូសបែកខ្សាច់ទីអស់នៅតែគាត់ហ្នឹងគឺនិយាយទៅយើងទៅឃើញគាត់នៅកដាលវាលហ្មងអត់មានអីបាំងបិទគាត់ទេព្រោះអីប៉ើងអស់ហ៎ដល់ពេលអញ្ចឹងតាអាចារ្យទៅក៏ហៅអ្នកភូមិអ្នកអីហ្នឹងមកជួយគ្នាម្ដាយមួយជើងទៅរៀបគាត់ឲ្យបានបូជាហ្នឹងទៅហើយបូជាដល់ពេលអញ្ចឹងគេទៅរៀបសាមីបូជាកន្លែងដដែលប៉ុន្តែទៅរៀបដើមចេកទៅរៀបអីសាមីប៉ុន្តែបញ្ជាក់តិចអត់មានមឈូសទេដោយសារមឈូសនេះហ៎អញ្ចឹងគេយកដើមចេកគេយកកន្ទេលមួយហើយមានថង់មានអីមករុំគាត់ហើយបានបូជាទៅហើយតែប៉ុណ្្នឹងទៅកម្មវិធីបុណ្យគាត់ក៏ចប់ត្រឹមប៉ុណ្ណឹងហើយយប់ហ្នឹងបញ្ជាក់បន្តិចបងប្អូនបូជាហ្នឹងបូជាពេលព្រឹកដំបងថាបូជាល្ងាចទេប៉ុន្តែដោយសារតែមេឃភ្លៀងទៅបូជាពេលព្រឹកហ្នឹងទៅពេលព្រឹកវិញទៅពេលយប់ឡើងហ្នឹងយប់ទី1ហ្នឹងអត់អីទេរហូតដល់យប់ទី3យប់ទី2ក៏អត់អីយប់ទី3នោះគឺបងប្អូនហ្នឹងមិនហ៎ចង់ព្រឺសបល់ទៀតគឺមីសាហ្នឹងគាត់មកផ្ទះរបស់គាត់មីសាហ្នឹងគាត់មកផ្ទះរបស់គាត់ហើយមកហ្នឹងត្រឡប់គាត់លេងល្បែងហ្នឹងផឹកស៊ីស្វឹងស្រាស្វឹងអីហ្នឹងទៅគាត់មកមិនមែនល្អជាទេគាត់មកដំបូងឮសលេងស្រែកហៅប្តីគាត់ស្រែកហៅកូនគាត់ហ្នឹងទៅដល់ពេលអត់មានបណ្ដាឆ្លើយស្រាប់តែស្រែកជេរប្តីរបស់គាត់តាមទម្លាប់ដែលគាត់ជេរប្តីជេរកូនជេរចៅហ្នឹងទៅប៉ុន្តែប្តីគាត់ហ្នឹងដំបូងអត់ដឹងទេអ្នកភូមិគេឮអ្នកភូមិឮភ័យអ្នកខ្លះបិទទ្វារអ្នកខ្លះអីហ្នឹងទៅហើយចំនួននេះអត់មានភ្លើងរត់ភ្លើងអីដល់ឥឡូវទេបងប្អូនមានតែភ្លើងនេះទេមានតែភ្លើងចង្គៀងហ្នឹងគ្រួសារខ្លះគាត់មានលទ្ធភាពគាត់ទិញអាគុយយកមកចាប់អំពូលម៉ែត្រហ្នឹងទៅសម្រាប់គ្រួសារណាដែលអត់សូវមានហ្នឹងគេអត់តែចង្គៀងប្រេងកាតយើងហ្នឹងស្រាប់តែមកអញ្ចឹងស្រាប់ប្តីគាត់ដំបូងប្តីគាត់ឮទាល់យូរទៅប្តីគាត់ក៏ឮក៏ស្រាប់ដើរចេញមកអឺតមើលបងប្អូនហើយដល់ពេលអឺតមើលឃើញប្រពន្ធគាត់មកក្នុងសភាពនិយាយទៅសភាពនេះគឺសព
គាត់រន្ទះបាញ់មិនគាត់មកអញ្ចឹងគឺខ្មៅរោលភ្នែកសសក់កទ្រីងកទ្រឿងកៅអៅបែកខ្ញែកហែកលហែកលហុយអញ្ចឹងទៅមកប្តីគាត់ឃើញអញ្ចឹងស្រែកឆោឡោពេញភូមិស្រែកថាប្រពន្ធគាត់មកលងគាត់ចេះមួយចេះពីរអញ្ចឹងទៅហើយក៏ប្តីគាត់ហ្នឹងអត់នេះទេអត់នៅជាមួយកូនទេស្រែកហើយរត់ហ្មងរត់ទៅរកផ្ទះអ្នកភូមិឲ្យគេជួយទៅពេលទៅគេសួរនាំថាប្រពន្ធគាត់មកជាមួយចេះពីរអញ្ចឹងទៅហេតុការណ៍ហ្នឹងគោយប់ហ្នឹងគោមានហេតុការណ៍តែប៉ុណ្្នឹងទៅស្រាប់តាថ្ងៃបន្ទាប់ជាថ្ងៃទី4មានអ្នកមីងម្នាក់ត្រឡប់គាត់យប់គាត់ជាអ្នកនេះបងប្អូនគាត់ជាអ្នកដើរទិញមាន់ប៉ុន្តែទិញមាន់គាត់មិនយកពេលថ្ងៃគាត់ទៅលក់អញ្ចឹងគាត់ដើរទិញមាន់ពីម៉ោង3 4រសៀលប៉ុន្តែគាត់ភ្លេចខ្លួនអីថ្ងៃហ្នឹងគាត់ទិញមាន់រៀងជ្រុលអញ្ចឹងក៏យប់ណានៃម៉ោងប្រហែលជា7 8ក៏គាត់មកវិញដើរតាមផ្លូវស្រាប់តែជួបមីងសានតាមផ្លូវលងអ្នកមីងដែលទិញមាន់ហ្នឹងលងឡើងជ្រុះសក់បន្ទាប់មកទៀតហេតុការណ៍ហ្នឹងក៏បាត់ទៅរហូតដល់7 ថ្ងៃប្តីគាត់ក៏អត់ហ៊ានទេរត់ចោលផ្ទះបាត់ហើយគាត់ហ៊ាននៅទេក៏បានប្តីគាត់ហ្នឹងក៏រត់ទៅបាត់ក៏បានអ្នកភូមិហ្នឹងធ្វើបន់7 ថ្ងៃឲ្យប៉ុន្តែបន់7 ថ្ងៃហ្នឹងអ្នកភូមិក៏អត់មានធ្វើអីច្រើនទេគឺគាត់គ្រាន់តែយកបាយសាឡមកស្រាក់យកទៅបាំងស្គរឲ្យគាត់នៅវត្តណាហើយឧទ្ទិសកុសលផលបន់ជូនគាត់ទៅប្តីគាត់ទៅបាត់ហើយឥឡូវចូលដល់អ្នកភូមិនោះមានពូម្នាក់គាត់ធ្វើចំការនៅបឹងនៅខាងគាត់ហ្នឹងគេហៅបឹងប៉ុន្តែខាងបងប្អូនមិនដឹងហៅអីទេនៅបឹងគឺចេះបងប្អូនបឹងហ្នឹងមិនមែនទៅបឹងទៅរោត្រីរោអីទេបឹងហ្នឹងគឺទៅធ្វើចំការខាងគាត់ហ្នឹងគេហៅបឹងប៉ុន្តែគេធ្វើចំការរៀបដាំសណ្ដែកដាំសសក់ដាំល្ងដាំពោតអីចឹងណាហើយលងគាត់មិនយប់ណាស់ណាទេល្បាក់ម៉ោង5ម៉ោង6គាត់ដឹងដែរប៉ុន្តែគាត់ថាគាត់ម្នាក់ជាខ្លាចដល់ពេលអញ្ចឹងគាត់នៅតយប់គាត់មកពេលមកបងប្អូនអើយដល់កន្លែងដែលមីងសានបូជាហ្នឹងគាត់ឃើញមីងសានអង្គុយនៅលើទូលឃើញហើយស្រាប់តែមីងសានហ្នឹងសួរថាលបងអើយមកពីណាហ្នឹងលបងតាមរបៀបអ្នកចការអ្នកស្រែអញ្ចឹងគាត់ហៅអញ្ចឹងគាត់ហៅរបៀបអ្នកភូមិអ្នកស្រុកអញ្ចឹងលបងមកពីណាលបងស្រាប់តែពូគាត់ដើរដំបងគាត់ចាអារម្មណ៍ទេស្រាប់តែដើរឮសលេងអញ្ចឹងគាត់ងាកទៅទួលហ្នឹងងាកទៅឃើញមីងសានកំពុងអង្គុយនិយាយទៅរូបរាងគាត់ដូចជាលងប្តីគាត់លងអ្នកមីងអញ្ចឹងរូបរាងខ្មៅសក់កទ្រើភ្នែកសកៅអៅយីអញ្ចឹងទៅអូយព្រឺសបល់ស្រាប់តែដល់ហើយលងអញ្ចឹងពូលពូគាត់ឃើញអញ្ចឹងមានទេរត់ចោលកង់រត់ចោលប្រពន្ធភ្លេចប្រាប់ដែរបងប្អូនដោយសារពេលគាត់ទៅម្នាក់ប្រពន្ធគាត់ទឿនមកតាំងពីថ្ងៃប៉ុន្តែប្តីគាត់ថាទៅខ្លាចស្អីខ្មោចលពូនិយាយចឹងដល់ពេលមកជួបចឹងមានណារត់ចោលប្រពន្ធគាត់ប្រពន្ធគាត់ដល់ពេលភ័យពេកមិនដឹងរត់ទៅណាមិនដឹងរត់ទៅណីមានទេអង្គុយលើកង់ស្មាតទោសឡើយនេះបងប្អូននិយាយទៅរៀងអស់សំណើចបន្តិចរៀងនេះបន្តិចណាគាត់ថាភ័យពេកឡើងរៀកនោមដាក់ស្ពុតដែលគាត់ទៅបឹងពេលទៅហើយប្តីគាត់រត់មកភូមិឲ្យគេជួយហ្នឹង
ដល់ពេលចឹងមកដល់ភូមិរត់ហើយអ្នកភូមិគេស្រែកជួយគេស្រែកសួរស្អីទៅគាត់ថាខ្មោចមានសានឡងខ្មោចមានសានឡងស្រាប់តែអញ្ចឹងអ្នកភូមិហ្នឹងក៏គេសួរថែមដែរគេព្រួយពូហ្នឹងគាត់ទៅរត់ឲ្យគេជួយរត់ទៅជួបគេចឹងអ្នកភូមិគេសួរទៅចុះក្រែងតបឹងគេទៅពីអ្នកប្រពន្ធហីហើយមិនមកតែឯងរត់មកតែឯងចឹងឯណាប្រពន្ធស្រាប់តែពូម្នាក់ហ្នឹងគាត់ថាប្រពន្ធគាត់នោះនៅទួលហ្នឹងនៅទួលហ្នឹងអត់មកហើយមិនដឹងមកនឹងអីទេគាត់ដឹងតែដឹងថាកន្លែងទៅឃើញមានសានសួរចឹងទៅកន្លែងទៅឃើញគាត់ក៏រត់មកប្រពន្ធគាត់មិនដឹងមិនអីមិនទេអ្នកភូមិហ្នឹងក៏អ្នកណាដែលមានចាស់មានអ្នកភូមិផ្សេងហ្នឹងតែគេហ៊ានណាគេក៏នាំគ្នាទៅនឹងក្នុងកន្លែងទួលឲ្យមានសានបូជាហ្នឹងទៅស្រាប់តែទៅបងប្អូនឃើញប្រពន្ធពូម្នាក់ហ្នឹងស្លាប់នៅផ្លូវហ្នឹងហើយកង់ដួលកង់ចឹងទៅស្លាប់ស្រាប់តែពេលហើយអ្នកភូមិក៏ជួយរត់ជួយឈ្លីជួយច្បាច់ជួយគូអីចឹងទៅឲ្យគាត់ដឹងខ្លួនស្រាប់តែដល់ពេលដឹងខ្លួនហើយបានបន្ទុះបានមកសបកហ្នឹងហៅគាត់ស្រាប់តែគាត់លែងនិយាយអីទាំងអស់ភ្នែកគឺតែស្លក់លោកតាមួយលោកតាដែលគាត់នេះហ្នឹងលោកតាដែលគាត់ទៅជួយតែគាត់ចេះដែរលោកតាគាត់ចេះទៅស្លក់ស្លើតចឹងលោកតាគាត់ដឹងគាត់ក៏សួរថាចូលគេហ្នឹងចូលដើម្បីអីដល់ពេលទៅហើយមីសាដែលចូលអ្នកមីងម្នាក់ហ្នឹងគាត់ក៏ថាគាត់ខឹងប្តីគាត់ដែលដល់ថ្ងៃ7ថ្ងៃហើយអត់ធ្វើបន់ឲ្យគាត់អញ្ចឹងហើយអ្នកភូមិគាត់ធ្វើបន់ឲ្យនេះគាត់អត់ទទួលបានបន់ទេកន្លែងត្រង់ហ្នឹងខ្ញុំមិនដឹងច្បាស់ដែរមិនដឹងថាគាត់ទទួលបានបន់ឬក៏អត់ដែរប៉ុន្តែវិញ្ញាណដែលចូលគាត់ហ្នឹងគាត់និយាយថាគាត់មិនទទួលបានបន់ទេដល់ពេលអញ្ចឹងគាត់ហ្នឹងតាចាលោកតាហ្នឹងគាត់ចេះហ្នឹងគាត់ថាឥឡូវចេញពីគេទៅចាំឲ្យអ្នកភូមិហៅប្តីមីសាហ្នឹងឲ្យមកធ្វើបន់ឲ្យដំបូងគាត់អត់ព្រមទេតោះលោកតាហ្នឹងគាត់និយាយយូរទៅមីសាហ្នឹងក៏ព្រមចេញហើយលោកតាហ្នឹងមុននឹងគាត់ចេញហ្នឹងលោកតាហ្នឹងក៏បានផ្ដាំថាចាប់ពីថ្ងៃហ្នឹងទៅលេងឲ្យដើរធ្វើបាបគេធ្វើបាបអីចឹងណាហើយគាត់ហ្នឹងក៏យំគាត់ថាខ្ញុំខុសហើយខ្ញុំគាត់និយាយទៅគាត់ស្ដាយគាត់កំឡុងពេលដែលគាត់នៅរស់ហ្នឹងគាត់ស្ដាយគាត់ថាមិនគួរបដ ாய் ខ្លួនទៅហូបស្រាហើយលេងល្បែងលេងអីចឹងណាហើយបានអញ្ចឹងទៅលោកតាក៏គាត់លួងឲ្យចេញទៅក៏ចេញហើយអ្នកភូមិក៏ស្រស់ស្រួលគ្នាថានឹងធ្វើបន់ឲ្យមានសារម្ដងទៀតប៉ុន្តែលោកតាហ្នឹងគាត់ថាទោះធ្វើបន់ប្រហែលដងឲ្យមានសានក៏គាត់អត់បានទទួលបន់ដែរកន្លែងចំណុចនេះខ្ញុំមិនដឹងមិនដែរបងប្អូនប៉ុន្តែលោកតាគាត់និយាយចឹងលោកតាដោយប្តីគាត់ហ្នឹងអត់ដឹងថាគាត់ហ្នឹងទៅណាទេដឹងថាទៅណាទៅណីស្រាប់តែល្បាក់ប្រហែលជាមួយខែអ្នកភូមិក៏ប្រទះឃើញប្តីគាត់ហើយក៏ហៅប្តីគាត់ឲ្យចូលភូមិដើម្បីធ្វើបន់ឧទ្ទិសជូនប្រពន្ធគាត់ចឹងណាហើយប្រពន្ធគាត់ហ្នឹងប្រពន្ធគាត់សុំទោសប្តីគាត់ហ្នឹងក៏ព្រមមកជាមួយអ្នកភូមិទៅប៉ុន្តែគាត់ថាគាត់អត់មានលុយទេអត់មានលុយធ្វើសម្រាប់ធ្វើបន់ឲ្យប្រពន្ធគាត់ទេប៉ុន្តែអ្នកភូមិថាមិនអីទេឲ្យតែមកសំខាន់ប្តីរបស់គាត់ហ្នឹងជានិយាយថាតើប្តីគាត់ធ្វើបន់មិនបានបន់ដល់មីសានចឹងគាត់ធ្វើបន់ធ្វើអីរួចទៅស្រាប់តែយប់ឡើងប្តីគាត់ប្រាប់ថាមីសានហ្នឹងមកសានេះមកជានិយាយថាកៅអៅដែលគាត់ស្លាប់ហ្នឹងណាប៉ុន្តែកៅអៅមកសានេះមិនលហើយដូចកាលមុនទេបងប្អូនគឺគាត់មកកៅអៅដែលយើងនិយាយទៅដូចកៅអៅយើងពាក់ទូទៅចឹងកៅអៅធម្មតាចឹងណា
ហើយក៏គាត់ប្រាប់ប្តីគាត់ថាខ្ញុំអរគុណណាឯងប្តីរបស់គាត់ក៏គាត់ខ្លាចដែរប៉ុន្តែគាត់អត់ខ្លាចដូចមុនមានសារគាត់ក៏អាលីទៅប្តីគាត់លេងឃើញហើយចាប់ពីពេលហ្នឹងមកក៏អ្នកភូមិអ្នកស្រុកលេងឃើញមានសារដែរ